សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel វិភពអាត់កំបាំង KH បងប្អូនទាំងអស់នៅលើភពផែនដីយើងនេះមានសត្វខ្លះដែលមានរូបរាងចម្លែកខ្លាំងរហូតដល់អ្នកវិទ្យាសាស្ត្រខ្លះស្ទើរតែមិនជឿថាពួកវាជាសត្វមានជីវិតលើផែនដីឡើយរូបរាងរបស់ពួកវាមើលទៅដូចជាសត្វដែលមកពីភពផ្សេងឬដូចក្នុងរឿង Hollywood អញ្ចឹងថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅមើលកំពូលសត្វចម្លែកបំផុតទាំង5ដែលបងប្អូនប្រហែលជាមិនដែលបានឃើញពីមុនមកតោះកុំឲ្យខាតពេលយូរយើងទៅទស្សនាទាំងអស់គ្នា 1. ត្រីអាសូឡូតត្រីដែលមានមុខដូចតុក្កតាអាសូឡូតគឺជាប្រភេទសត្វពាក់កណ្ដាលទឹកពាក់កណ្ដាលគោកដែលរស់នៅក្នុងប្រទេសមិចស៊ិកវាមានរូបរាងគួរឲ្យស្រឡាញ់ជាមួយនឹងស្នាមញញឹមជានិច្ចនិងមានព្រុយនៅសងខាងក្បាលដូចជាសក់អញ្ចឹងអ្វីដែលអស្ចារ្យនោះគឺវាមានសមត្ថភាពដោះអវយវៈឡើងវិញបានទាំងអស់មិនថាជាជើងកន្ទុយឬសូម្បីតែបេះដូងនិងខួរក្បាលរបស់វាបងប្អូនមើលមុខវាចុះដោយតុក្កតាមែនអត់តែសមត្ថភាពវាគឺដោយកម្ពូលវីរៈបរិយអញ្ចឹងចុះបើបងប្អូនមានសមត្ថភាពដោះដៃដោះជើងឡើងវិញដូចវាតើបងប្អូនចង់ធ្វើអ្វីជាងគេ 2. សត្វតាឌីក្រេតនេះគឺជាសត្វដែលតូចបំផុតតែរឹងមាំបំផុតក្នុងโลกវាមានរូបរាងដូចជាខ្លាឃ្មុំដែលមានជើង8ហើយវាអាចរស់នៅបានគ្រប់ទីកន្លែងទោះជាក្នុងភ្នំភ្លើងដែលក្តៅខ្លាំងក្នុងទឹកកកដែលត្រជាក់បំផុតឬសូម្បីតែនៅក្នុងលំហអាកាសដែលគ្មានខ្យល់អុកស៊ីសែនក៏វាមិនស្លាប់ដែរបងប្អូនអើយរូបរាងវាដូចសត្វអេលៀនបេះបិទវាជាសត្វដែលសម្លាប់មិនចេះស្លាប់តែម្ដងបើបងប្អូនមានសត្វនឹងនៅក្នុងផ្ទះប្រហែលជាមិនបាច់ខ្លាចវាដាច់បាយស្លាប់ទេព្រោះវាធន់ខ្លាំងណាស់ 3. ត្រី Flockfish ត្រីដែលមុខអាក្រក់បំផុតរស់នៅក្នុងសមុទ្រជ្រៅជិតប្រទេសអូស្ត្រាលីត្រីប្រភេទនេះត្រូវបានគេចោទឈ្មោះថាជាសត្វដែលមានមុខអាក្រក់បំផុតក្នុងโลกខ្លួនរបស់វាមានសន្តានដូចជាជែលហើយមុខរបស់វាមើលទៅដូចជាមុខមនុស្សដែលកំពុងតែសោកសៅនិងមានច្រមុះធំៗទៀតផងបងប្អូនអើយមើលមុខវាចុះដូចមនុស្សកំពុងតែងងុយដេកអញ្ចឹងមែនអត់ឃើញមុខអញ្ចឹងតែវាអាចទ្រាំទ្រនឹងសម្ពាធទឹកដ៏ខ្លាំងនៅបាតសមុទ្របានយ៉ាងអស្ចារ្យហើយតែមើលមុខវាគឺចង់តែសើចតែម្ដងបងប្អូន 4. សត្វកង្កែបកញ្ចក់កង្កែបមើលឆ្លុះដល់ក្នុងកង្កែបប្រភេទនេះរស់នៅក្នុងព្រៃទឹកភ្លៀងនៃអាមេរិកកណ្ដាលអ្វីដែលប្លែកបំផុតនោះគឺស្បែកពោះរបស់វាមានលក្ខណៈថ្លាដូចជាកញ្ចក់ដែលបងប្អូនអាចមើលឃើញបេះដូងថ្លើមនិងពោះវៀនរបស់វាដំណើរការបានយ៉ាងច្បាស់ពីខាងក្រៅតែម្ដងអូហូសត្វនេះគឺគ្មានអាចកំបាំងអីលាក់បាំងមែនបើវាហូបអីចូលទៅក្នុងគឺយើងដឹងទាំងអស់ហ្មងបងប្អូនសាកគិតមើលបើស្បែកមនុស្សយើងថ្លាដូចកញ្ចក់អញ្ចឹងដែរតើបងប្អូនហ៊ានដើរចេញក្រៅអត់ 5. សត្វស្លាកសមុទ្រពណ៌ខៀវឬនាគសមុទ្រលេខ 5 របស់យើងថ្ងៃនេះគឺសត្វ Blue Dragon វាមានរូបរាងដូចជានាគក្នុងរឿងព្រេងនិទានដែលមានពណ៌ខៀវស្រស់និងមានព្រុយដូចជាសត្វស្លាបអញ្ចឹងទោះបីវាមានទំហំតូចតែវាមានពឹសសាហាវខ្លាំងណាស់ព្រោះវាស៊ីសត្វដែលមានពឹសផ្សេងៗទៀតមកធ្វើជាអាវុធការពារខ្លួនវាបងប្អូនមើលចុះស្អាតខ្លាំងណាស់មែនអត់ដូចរូបភាពកាត់តអញ្ចឹងតែវាជាសត្វពិតៗណារូបរាងបែបនេះគឺដូចជាសត្វដែលធ្លាក់មកពីភពផ្កាយអញ្ចឹងបងប្អូនអើយបាទទាំងនេះគឺជាកំពូលសត្វចម្លែកទាំង5ដែលមានរូបរាងដូចសត្វក្រៅភពចុះបងប្អូនវិញយល់ថាសត្វមួយណាដែលប្លែកជាងគេកុំភ្លេច comment ប្រាប់ខ្ញុំផងប្រសិនបើបងប្អូនចូលចិត្តវីដេអូបែបនេះកុំភ្លេចចុច like និង subscribe channel ពិភពអាត់កំបាំង KH ផងណាសូមអរគុណនិងជួបគ្នានៅវីដេអូក្រោយ